ការព័ត៌មានសំខាន់ប្រចាំថ្ងៃព័ត៌មានជាតិសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាតាមរយៈសារលិខិតបានបញ្ជាក់ថាកម្ពុជាបានក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោកចំពោះការកម្ចាត់ជំងឺរបេងយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពខណៈប្រមាណ20ឆ្នាំមុនកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោកឋានៈដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងដែរថាចំពោះលទ្ធផលដែលកម្ពុជាបានក្លាយជាប្រទេសគំរូចំពោះការកម្ចាត់ជំងឺរបេងនេះគឺបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យនិងព្យាបាលជំងឺរបេងនៅគ្រប់មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំងអស់រួមទាំងថ្នាក់សហគមន៍នៅទូទាំងប្រទេសផងដែរសម្ដេចនាយករដ្ឋមន្ត្រីបានបន្តថាយើងក៏បានធ្វើការស្រាវជ្រាវនិងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាជនដែលឥតគិតថ្លៃដែលកិច្ចការនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់និងជាហេតុធ្វើអត្រាឈឺនិងស្លាប់ដោយសារតែជំងឺរបេងនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងបើធៀបទៅនឹងប្រទេសដទៃជាក់ស្ដែងអត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី42ករណីក្នុងចំណោមប្រជាជន 10,000 នាក់នៅឆ្នាំ2000មកត្រឹម21ករណីក្នុងចំណោមប្រជាជន 10,000 នាក់នៅក្នុងឆ្នាំ2023ដែលមានអត្រាធ្លាក់ចុះស្មើនឹង 50%ទន្ទឹមនឹងក្លាយជាប្រទេសគំរូសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថាទោះបីកម្ពុជាទទួលបានជោគជ័យក៏ប្រទេសកម្ពុជានៅតែមានអត្រាឈឺនិងស្លាប់ដោយសារតែជំងឺរបេងខ្ពស់នៅឡើយបើធៀបទៅនឹងបណ្ដាប្រទេសមួយចំនួនទៀតនៅលើសកលលោកបញ្ហានេះតម្រូវឲ្យយើងត្រូវតែបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀតដើម្បីកាត់បន្ថយជាអតិបរមានៅអត្រាឈឺនិងស្លាប់ដោយសារតែជំងឺរបេងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងស្មារតីនេះយើងទាំងអស់គ្នាត្រូវបន្តជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេងប្រកបដោយសក្តិភាពនិងប្រសិទ្ធភាពខ្ពស់ដើម្បីលើកកម្ពស់សុខភាពគុណភាពនៃការរស់នៅនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋសម្ដេចធិបតីហ៊ុនម៉ាណែតបានបង្ហាញនូវការជឿជាក់ថាចំពោះប្រធានបទមែនហើយយើងអាចបញ្ចប់ជំងឺរបេងបានបដិញ្ញាវិនិយោគអនុវត្តដែលត្រូវកំណត់ក្នុងឆ្នាំនេះនឹងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ចប់ជំងឺរបេងដោយត្រូវរួបរวมគ្នាបដិញ្ញាវិនិយោគអនុវត្តនិងបង្កើនល្បឿនដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀតជាពិសេសពង្រឹងសេវាថែទាំបង្កើនការស្រាវជ្រាវនិងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូបអ្នកនាំពាក្យសម្ដេចក្រឡាហោមសុខេងអនុប្រធានគណៈបកប្រជាជនកម្ពុជាបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមនិរទេសខ្លួននៅបរទេសដែលបង្កើតព័ត៌មានคล้ายៗដោយបំពានតាមរយៈបណ្ដាញសង្គមថាសម្ដេចក្រឡាហោមជាក្បាលម៉ាស៊ីនដឹកនាំដែលហៅថាចលនាជាតិតស៊ូស្អីគេនោះអ្នកនាំពាក្យបានហៅសកម្មភាពរបស់ក្រុមជ្រុលនិយមទាំងនោះថាជាឧបាយកលទុច្ចរិតអសិលធម៌គ្មានគុណធម៌ជាមនុស្សជាតិនៅក្នុងទិសដៅបំផ្លាញបំភ្លៃបំភ័ន្តមួយបង្កាច់ខ្លាញ់បន្លំញុះញង់ក្នុងគោលបំណងអកតេបំបីបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបកប្រជាជនកម្ពុជាបំរើចេតនាប្រៃផ្សៃខ្មៅងងឹតសម្រាប់មហិច្ឆតាដណ្ដើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជននិងកម្ពុជាទាំងមូលឲ្យចូលភ្នក់ភ្លើងវិនិស្សកម្មម្ដងទៀតតាមរបៀបបដិវត្តពណ៌ឆ្លើយតបទៅនឹងការចោទប្រកាន់សម្ដេចក្រហមសុខេងបានមានប្រសាសន៍ថាការផ្សព្វផ្សាយនេះមិនមែនជាការពិតជាការបោកប្រាស់បែបប្រជាពិធដ្ឋសុទ្ធសាធដែលត្រូវបដិសេធយ៉ាងដាច់អហង្ការនិងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរលើពីនេះការបង្កើតចលនាតស៊ូនិរទេសខ្លួនឯងនៅបរទេសនេះគឺជាចលនាខុសច្បាប់ច្រាស់ទិសលទ្ធិប្រជាធិបតេយ្យនិងសូមឲ្យប្រជាពលរដ្ឋខ្មែរកុំចាប់អារម្មណ៍កុំជឿតាមកុំគ្រប់គ្រងនិងកុំចូលរួមជាដាច់ខាតជាមួយគ្នាអ្នកនាំពាក្យសម្ដេចក្រឡាហោមបានអំពាវនាវដល់សាធារណជនជាតិនិងអន្តរជាតិកុំជឿតាមសាររបស់ក្រុមភេរវកនយោបាយដែលមានចរិតបំពានជន់ឈ្លីច្បាប់គោលការណ៍ប្រជាធិបតេយ្យបំផ្លិចបំផ្លាញសន្តិភាពស្ថិរភាពនយោបាយការអភិវឌ្ឍនិងប្រក្រតីភាពនៃសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោគួរឲ្យដឹងថាថ្មីនេះសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាបានបញ្ជាក់ក្នុងពិធីបំពាក់ធនរស័ក្តិឋានៈនាយឧត្តមសេនីយ៍ផ្កាយ5ផុតលេខថាគ្មាននរណាអាចបំបាយបំបាក់ផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាបានទេផ្ទុយទៅវិញគ្រប់ការប៉ុនប៉ងបំបាយបំបាក់តែងតែរលាយខ្លួនឯងទៅវិញដូច្នេះគ្រប់ព័ត៌មានដែលបង្កើតដោយក្រុមប្រឆាំងគឺសុទ្ធតែជារបៀបវិរៈនយោ
យោបាយដោយដែលពួកគេធ្លាប់អះអាងជារឿយៗថាគេនៅមានក្លេជាច្រើនទៀតប្រឌិតឡើងដើម្បីធ្វើឲ្យជំរុំទេវតាឆេះដែលគេចង់សម្ដៅដល់គណបកប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលស្របច្បាប់ទាំងក្នុងបច្ចុប្បន្ននិងទៅអនាគតអាកាសយានដ្ឋានអន្តរជាតិដេជោមានលក្ខណៈពិសេស3ចំណុចដែលក្រុមហ៊ុនបានជួលឲ្យស្ថាបត្យករអង់គ្លេសគឺជាអ្នកគូប្លង់នេះបើតាមការបញ្ជាក់ពីអុកញ៉ាឆាវ៉ាន់អភិបាលក្រុមហ៊ុន Cambodia Airport Investment នៅក្នុងនោះចំណុចសំខាន់មួយគឺត្រូវផ្ដោតទៅលើរចនាប័ទ្មបែបខ្មែរដូចខ្ញុំបានជម្រាបជូនមុននឹងតិចគឺថានៅក្នុងពលាននេះគឺ design ហ្នឹងគឺដោយ Foster Partner ពីប្រទេសអង់គ្លេសមកពី London ដូច្នេះគាត់គឺជំនាញក្រុមហ៊ុន architect ផងគាត់នឹងគឺជំនាញគូតែពលានយន្តហោះទេគឺគាត់ដើរគូពលានយន្តហោះនៅទីផ្សារអន្តរជាតិនឹងទាំងមូលចឹងទេគឺយើងសុខចិត្តគឺថាជួគាត់នឹងដើម្បីមកគូឲ្យយើងហើយផែនការយើងនឹងគឺគូពលានអន្តរជាតិតេជោនេះទី1គឺត្រូវតែយក design 100% ខ្មែរផនខ្មែរទាំងអស់ដើម្បី design ចេញមកចឹងទេអ្វីដែលយើងមើលពីដើមទីរហូតដល់ចុងទីគឺសិតតែរចនាប័ទ្មខ្មែរយើងទាំងអស់គ្រាន់តែថាអ្នកដែល design ហ្នឹងគឺគាត់មកពីអង់គ្លេសទី2យើងដាក់ផែនការថាពលាននេះខ្ញុំសូមឲ្យធ្វើយ៉ាងដូចម្ដេចមិនឲ្យមានសសរច្រើនហើយមិនឲ្យកម្ពស់នឹងទាបទេគឺត្រូវតែខ្ពស់ហើយនឹងសសរតិចអញ្ចឹងទេយើងឃើញចូលមកនោះគឺយើងស្រឡះណាចូលមកនោះគឺស្រឡះចូលមកនោះគឺសុបាយចិត្តហ្មងចូលមកនោះគឺហៅថាបេះដូងយើងធំណានឹងទលាយមកនោះគឺសុបាយចិត្តតែប៉ុណ្ណោះគឺអត់មានអ្វីដែលស្កត់យើងទេហ្នឹងហើយទី3សំខាន់ទៀតគឺថាយើងដាក់ផែនការគាត់នឹងថាធ្វើយ៉ាងដូចម្ដេចអ្នកឯង design ពលានយន្តហោះនេះគឺធ្វើយ៉ាងដូចម្ដេចគឺតាក់ទាញភ្ញៀវដើម្បីឲ្យមកទីតាំងនេះជាជំនាញផងគាត់ខ្ញុំសូមចែកម្លេចបន្ថែមពីលើនឹងបន្តិចយើងមើលទៅឌូបៃតែឌូបៃប្រទេសហ្នឹងគឺមានតែដីខ្សាច់អត់មានអីទាំងអស់សមុទ្រតែប៉ុណ្្នឹងឯពីបដាមទីមកតើអ្នកណាដែលទៅឌូបៃហ្នឹងមុនគេដែលទៅ design ហ្នឹងដើម្បីរុញទីផ្សារហ្នឹងឡើងគឺជនជាតិអង់គ្លេសហ្នឹងតែប៉ុណ្ណោះគឺ architect អង់គ្លេសហ្នឹងតែប៉ុណ្ណោះគ្រាន់តែគាត់ទៅ design អានេះផ្ទះអូតែមួយកងោកបន្តិចណានៅលើសមុទ្រហ្នឹងគាត់តែតាក់ទាញភ្ញៀវហ្នឹងមិនដឹងប្រហែល10លានទេទៅរួមតែខ្ញុំក៏ទៅវាដងដែរនិយាយអស់ប៉ុណ្ណឹងគឺជាជំនាញផងគាត់ប៉ុណ្ណឹងឯងដែលយើងស្មារតីគាត់ហ្នឹងតែធ្វើយ៉ាងម៉េចគឺ design ពលានយន្តហោះតេជោនេះគឺសូមមេត្តា design ដើម្បីតាក់ទាញភ្ញៀវដើម្បីមកលេងនឹងជាកត្តាទី3ដែលធំហ្នឹងហើយគឺគាត់នឹងព្យាយាមដើម្បីគាត់គិតគូរផងគាត់ហ្នឹងគឺគាត់ធ្វើយ៉ាងម៉េចគឺធ្វើពលានយន្តហោះអន្តរជាតិតេជោផងយើងនេះគឺស្វាគមន៍ភ្ញៀវការស្វាគមន៍ភ្ញៀវហ្នឹងគឺយើងតាក់ទាញផ្ដើមចេញពីរត់នេះហ្នឹងហើយបានចូលមកដល់គឺភ្ញៀវអ្នកណាក៏គេសប្បាយចិត្តដែរទោះបីបច្ចុប្បន្ននេះអគ្គរដ្ឋទូតទាំងអស់ភ្ញៀវទាំងអស់ទាំងជាតិអន្តរជាតិដែលគេបានមកមើលរួចហើយគេសប្បាយចិត្តយ៉ាងខ្លាំងគឺគេចង់មកមើលទៀតគ្រាន់តែទូតអង់គ្លេសគាត់មកចង់បីទី2 3ដងគាត់ធ្វើធ្វើគាត់មកហើយគាត់មកទៀតគាត់ទាញភ្ញៀវទាញអ្នកពួកមកគាត់នឹងមកទេណាស់នាំមកទៀតហើយនេះគឺសូមចូលរួមមកឯងចំណុចចែកសម្លេងខាងដែរនៅក្នុងសន្និសីទសារព័ត៌មានអំឡុងទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានដឹកនាំដោយក្លឹបអ្នកកាសែតកម្ពុជានៅពេលថ្មីៗនេះលោកអុកញ៉ាឆាវ៉ាន់បានបង្ហាញឲ្យដឹងផងដែរពីការរៀបចំភូមិវប្បធម៌មួយដូចទៅនឹងភូមិវប្បធម៌ដែលស្ថិតនៅក្នុងខេត្តសៀមរាបដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តនៅក្នុងភូមិវប្បធម៌ដែលកំពុងដំណើរការសាងសង់នេះក៏មានការដាក់តម្កល់នៅបដិមាប្រមាណជិត200ដូច្នេះតាមរយៈការរៀបចំនេះពលរដ្ឋខ្មែរនិងភ្ញៀវអន្តរជាតិអាចស្វែងយល់បន្ថែមពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរជាមួយគ្នាព្រះពុទ្ធបដិមាមួយអង្គធំក៏នឹងរៀបចំដាក់នៅខាងក្នុងបរិវេណនៃអាកាសយានដ្ឋាននេះបន្ថែមទៀតគួរជម្រាបថាអាកាសយានដ្ឋានអន្តរជាតិដេជោសាងសង់លើផ្ទៃដីទំហំប្រមាណ 2,600 ហិកតាដែលស្ថិតនៅក្នុងខេត្តកណ្ដាលនិងមួយផ្នែកនៃខេត្តតាកែវការសាងសង់នៅដំណាក់កាលទី1សម្រាប់លទ្ធផលបានប្រមាណ 95% ហើយប្រើប្រាស់ថវិកាជិត $2,000 លានអាមេរិកដោយមិនគិតពីតម្លៃដីអាកាសយានដ្ឋាននេះគឺអាចទទួលបានជើងហោះហើរឆ្លងទ្វីបរយៈពេលវែងរួមទាំងយន្តហោះខ្នាតធំដូចជា Airbus A380-800 និង Boeing 747-800
នៅពេលបើកដំណើរការដំណាក់កាលទី1នៅអំឡុងខែកក្កដាខាងមុខនេះអាកាសយានដ្ឋានអន្តរជាតិដេជោនឹងត្រូវជំនួសឲ្យប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងត្រូវបិទទ្វារហើយផ្លាស់ប្ដូរជាងហោះហើរមកអាកាសយានដ្ឋានថ្មីនេះទាំងស្រុងបន្ទាប់ពីការសាងសង់ដំណាក់កាលទី1ចប់រួចរាល់នឹងមានការសាងសង់ដំណាក់កាលទី2និងដំណាក់កាលទី3ជាបន្តបន្ទាប់ទៀតកុមារអាយុ3ឆ្នាំ6ខែដែលមានទីលំនៅក្នុងភូមិព្រៃតាអាំឃុំបោះលាវស្រុកចិត្តបរិយខេត្តក្រចេះបានស្លាប់ដោយសារជំងឺផ្ដាសាយបាក់សីនៅថ្ងៃទី23ខែមីនាបើទោះបីជាក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យប្រឹងប្រែងជួយសង្គ្រោះអស់ពីសមត្ថភាពក៏ដោយបើតាមការសាកសួរបានបង្ហាញថាផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារនិងមានមាន់ងាប់ប្រហែល5ក្បាលនិងខ្លះទៀតកំពុងឈឺហើយសមាជិកក្រុមគ្រួសារបានយកមាន់ងាប់មកធ្វើម្ហូបបើតាមវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅថ្ងៃទី22ខែមីនាបានបញ្ជាក់ថាមានជំងឺផ្ដាសាយបាក់សីចំនួន1ករណីបានកើតទៅលើកុមារអាយុ3ឆ្នាំ6ខែនិងត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសផ្ដាសាយបាក់សីប្រភេទ H5N1 ក្រោយមកកុមារាត្រូវបាននាំមកមន្ទីរពេទ្យនៅក្នុងស្ថានភាពធ្ងន់ធ្ងរជាមួយរោគសញ្ញាគ្រុនក្តៅក្អកនិងហត់ខ្លាំងរួមទាំងមានការពិបាកដកដង្ហើមដោយសារការវិវត្តជំងឺកុមារាមានសភាពធ្ងន់ធ្ងរពេកហើយបើទោះបីជាបានទទួលការសង្គ្រោះព្យាបាលកម្រិតធ្ងន់ពីក្រុមគ្រូពេទ្យជំនាញក្តីកុមារារងគ្រោះខាងលើបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី23ខែមីនាអាចរាប់ថាករណីរបស់កុមារាខាងលើជាករណីទី3ដែលមានមនុស្សស្លាប់ដោយសារឆ្លងជំងឺផ្ដាសាយបាក់សីនៅក្នុងឆ្នាំ2025ខណៈកាលពីអំឡុងដើមខែមករាមានករណីបុរសអាយុ28ឆ្នាំម្នាក់នៅខេត្តកំពង់ចាមបានស្លាប់បាត់បង់ជីវិតក្រោយឆ្លងជំងឺផ្ដាសាយបាក់សីប្រភេទ H5N1 ក្រោយមកនៅខែកុម្ភៈកុមារាអាយុ2ឆ្នាំ7ខែនៅខេត្តព្រៃវែងបានស្លាប់ដោយសារឆ្លងជំងឺផ្ដាសាយបាក់សីប្រភេទដូចគ្នានេះដែរជាថ្មីម្ដងទៀតក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់លើជំងឺផ្ដាសាយបាក់សីពីព្រោះជំងឺផ្ដាសាយបាក់សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋនៅក្នុងករណីរកឃើញថាមានអាការៈក្តៅខ្លួនក្អកហូរសម្បោរឬពិបាកដកដង្ហើមនិងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់ក្នុងអំឡុង14ថ្ងៃមុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញាសូមកុំទៅជួបជុំឬទីប្រជុំជនដែលមានមនុស្សច្រើននិងត្រូវស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ជៀសវាងការពន្យាពេលធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ដោយជាយថាហេតុនារីម្នាក់ត្រូវបានយុវជនមួយក្រុមបន្លំប៉ះរាងកាយរបស់នាងនៅក្នុងសង្គ្រាមដែលរៀបចំឡើងនៅក្នុងវិទ្យាស្ថានមួយនារីធានីភ្នំពេញកាលពីពេលថ្មីៗហើយនាងក៏បានប្រាប់ទៅកាន់ក្រុមគ្រួសារពីទង្វើដ៏អសិលធម៌នេះផងដែរទាក់ទងនឹងការលេងបន្លំលូកលាន់ពីសំណាក់យុវជនទៅកាន់នារីភេទនេះត្រូវបានលោកបណ្ឌិតឆបន្ថងអ្នកជំនាញទស្សនវិជ្ជានិងកិច្ចការសង្គមនៃរាជបឌិតសភាកម្ពុជាបញ្ជាក់តាមរយៈវិទ្យុវីដេអូនៅថ្ងៃទី24ខែមីនាថានេះគឺជាទង្វើដែលខុសសិលធម៌និងច្បាប់រដ្ឋហើយគួរតែជៀសវាងនិងបញ្ឈប់ការចម្លងយកអ្វីដែលមិនល្អព្រោះការប្រព្រឹត្តដូច្នេះនាំប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដែលត្រូវបានគេបំពានតាមពិតទៅខ្ញុំយល់ថាសកម្មភាពដែលលេងគេថាលេងបន្លំមែនលេងរបៀបលូកលាន់លេងរបៀបមានហ្នឹងគឺវាមិនជារឿងល្អទេវាខុសទាំងសិលធម៌វាខុសទាំងច្បាប់រដ្ឋអញ្ចឹងជារឿងដែលគួរតែជៀសវាងសូមបងប្អូនហ្នឹងជៀសវាងឲ្យបានពីព្រោះថាអ្វីត្បិតតែសប្តាហ៍ថ្ងៃនេះយើងអាចថាឃើញនៅក្នុងបណ្ដាញសង្គមអីផ្សេងៗដែលឃើញប្រពៃណីទំនៀមទម្លាប់នៃប្រជាជាតិផ្សេងៗនៅក្នុងបណ្ដាញសង្គមហ្នឹងគេមានភាពស្និទ្ធស្នាលអីជាបែបរបស់គេប៉ុន្តែប្រពៃណីខ្មែរវាមិនជ្រុលពេកដល់ថ្នាក់ហ្នឹងទេអញ្ចឹងហើយកុំចម្លងយកអ្វីដែលជាទំនៀមទម្លាប់គឺរបៀបរស់នៅរបៀបលេងសើចរបស់បរទេសហ្នឹងយកមកលេងជាមួយនឹងប្រពៃណីខ្មែរជាមួយនឹងប្រជាជនខ្មែរកាលណាយើងចម្លងយកមកបែបហ្នឹងវាប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកដែលត្រូវគេលូកលាន់ហ្នឹងហើយលោកបណ្ឌិតឆបន្ថងបានលើកឡើងបន្ថែមទៀតថាជាទស្សនៈរបស់ខ្ញុំទេយើងនៅតែលេងសប្បាយប៉ុន្តែលេងឲ្យមានព្រំដែនកំណត់ណាបាទក្នុងនាមយើងជាខ្មែរត្រូវរក្សាតម្លៃជាខ្មែរយើងអត់អាចធ្វើអ្វីមួយដែលប្រឆាចនៅប្រពៃណីទំនៀមទម្លាប់សិលធម៌ខ្មែរឬក៏អាចនឹងទៅល្មើសច្បាប់
បាទដែលគេអាចនឹងចោទប្រកាន់ពីការបៀតបៀនអីជាដើមអញ្ចឹងបងប្អូនត្រូវគិតថាយើងអាចលេងជាមួយគ្នាបាននៅក្នុងពិធីផ្សេងៗដើម្បីសប្បាយនៅក្នុងពិធីសង្ក្រាន្តខ្មែរឬក៏ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប៉ុន្តែការលេងសើចរបស់យើងត្រូវតែកំណត់សកម្មភាពកំណត់ព្រំដែនធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរឬក៏ប៉ះពាល់ទៅដល់ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរហើយដែលចុងក្រោយអាចនឹងឈានទៅខុសសិលធម៌និងខុសច្បាប់ហើយនឹងអាចមានទោសផងដែរបាទសូមជម្រាបថាការពីពេលកន្លងមកសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានលើកឡើងជាការណែនាំដល់យុវជនដែលចូលរួមលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថាសូមចូលរួមលេងកម្សាន្តសប្បាយដោយការទទួលខុសត្រូវសូមកុំលេងអ្វីឬក៏ធ្វើសកម្មភាពអ្វីដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃហើយជាពិសេសកុំផឹកគ្រឿងស្រវឹងហើយបើកបរគួរបញ្ជាក់ថាករណីនៃការលេងបន្លំប៉ះពាល់ទៅលើនារីភេទនេះគឺធ្លាប់កាត់មានឡើងផងដែរដោយសកម្មភាពខ្លះត្រូវបានយកមកបង្ហោះនៅលើបណ្ដាញសង្គមនិងមានការវែកញែកថាជារឿងដែលមិនសមរម្យមិនថ្លៃថ្នូរនិងអសិលធម៌ព័ត៌មានពិតទាន់ហេតុការណ៍និងប្រកបដោយវិជ្ជាជីវៈមាននៅក្នុងវិទ្យុ VU ព័ត៌មានអន្តរជាតិអាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃទី24ខែមីនាថានឹងដាក់ពង្រាយអធិមភិកចក្ររាប់សិបគ្រឿងនិងអ្នកពន្លត់អគ្គិភ័យនឹងទាហានរាប់ពាន់នាក់ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃជាច្រើននៅភាគអាគ្នេយ៍នៃប្រទេសដែលបានឆាបឆេះអស់រយៈពេលជាច្រើនថ្ងៃមកហើយប្រធានសេវាព្រៃឈើកូរ៉េបានប្រាប់សន្និសីទសារព័ត៌មានមួយថាអធិមភិកចក្រប្រយុទ្ធនឹងភ្លើងឆេះព្រៃសរុបចំនួន57គ្រឿងនឹងត្រូវដាក់ពង្រាយដើម្បីពន្លត់ភ្លើងលោកបន្ថែមថាបុគ្គលិកពន្លត់អគ្គិភ័យជាង2600នាក់រួមទាំងទាហាននឹងត្រូវចល័តទៅកាន់ទីតាំងដែលមានភ្លើងឆេះព្រៃផងដែររហូតមកដល់ពេលនេះភ្លើងឆេះព្រៃដ៏ធំមួយបានឆក់យកជីវិតមនុស្ស4នាក់កាលពីចុងសប្តាហ៍នៅសានឆុងនៅក្នុងខេត្តសាវយ៉ុងសេងចម្ងាយប្រហែល250គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូលចំណែកនៅយូអ៊ីសងផ្ទៃដីជិត7000ហិកតាបានរងផលប៉ះពាល់ហើយមនុស្សប្រហែល600នាក់ត្រូវបានជម្លៀសចេញភ្លើងបានរលត់មួយផ្នែកហើយប៉ុន្តែនៅតែឆេះរហូតដល់រសៀលថ្ងៃច័ន្ទទីភ្នាក់ងារព្រៃឈើបានចេញការព្រមានអំពីភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរដែលជាកម្រិតខ្ពស់នៅក្នុងទីតាំងជាច្រើនរួមទាំងខេត្តណូសនិងសាវយ៉ុងសេងទីក្រុងប៊ូសាននិងដេជុនក្រមមន្ត្រីបានព្រមានថាខ្យល់បក់ខ្លាំងនឹងការកើនឡើងសីតុណ្ហភាពកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើងរដ្ឋាភិបាលបានប្រកាសភាពអាសន្ននៅក្នុងតំបន់ដែលរងផលប៉ះពាល់ដែលលើកឡើងពីការខូចខាតយ៉ាងទូលំទូលាយដែលបណ្ដាលមកពីភ្លើងឆេះព្រៃក្នុងពេលដំណើរគ្នានៅទូទាំងប្រទេសនាយករដ្ឋមន្ត្រីស្ដីទីលោកហានឌុកស៊ូដែលត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងច្រានចោលការចាប់ប្រកាន់ឈានទៅដកហូតតំណែងនិងប្រគល់អំណាចឲ្យលោកវិញនៅថ្ងៃទី24ខែមីនានេះបានបំពេញទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្ដាលនៃវិធានការការពារគ្រោះមហន្តរាយនិងសុវត្ថិភាពដោយជំរុញឲ្យអាជ្ញាធរធ្វើការរួមគ្នារហូតដល់ភ្លើងឆេះព្រៃត្រូវបានពន្លត់ទាំងស្រុងលោកក៏នឹងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែភ្លើងឆេះព្រៃនេះផងដែរលោកអ៊ីប្រាហ៊ីមរ៉ាសូលឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអាទិត្យថាលោកបានត្រឡប់ទៅផ្ទះវិញដោយមិនមានការសោកស្ដាយអ្វីនោះទេលោករ៉ាសូលនិងប្រពន្ធរបស់លោកចំណាយពេលធ្វើដំណើរ32ម៉ោងពីសហរដ្ឋអាមេរិកកាត់តាមកាតាហើយមកដល់អាកាសយានដ្ឋានអន្តរជាតិ Cape Town ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃអាទិត្យដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្ររាប់រយនាក់លោករ៉ាសូលត្រូវបានអាមេរិកប្រកាសថាជាបុគ្គលដែលមិនត្រូវបានស្វាគមន៍កាលពីដើមខែមីនានេះបន្ទាប់ពីលោកបានរិះគន់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅក្នុងសិក្ខាសាលាមួយថ្លែងទៅកាន់អ្នកគាំទ្រប្រហែល300នាក់នៅប្រលានយន្តហោះលោករ៉ាសូលថាខណៈពេលដែលលោកត្រូវបានគេបំពាក់ស្លាកឲ្យថាជាមនុស្សដែលគេមិនស្វាគមន៍គឺមានន័យថាធ្វើឲ្យលោកអាម៉ាស់មុខក៏ប៉ុន្តែការទទួលស្វាគមន៍ដ៏កក់ក្ដៅបានប្រែក្លាយវាទៅជាស្លាកសញ្ញានៃកិត្តិយសទៅវិញលោករ៉ាសូលត្រូវបានគេរំពឹងថានឹងផ្ដល់របាយការណ៍លម្អិតអំពីបញ្ហានេះទៅកាន់ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ដែលបានរំលឹកឡើងវិញកាលពីថ្ងៃច័ន្ទសប្តាហ៍មុនថាអាហ្វ្រិកខាងត្បូងប្រាជ្ញាចូលរួមជាមួយទីក្រុង Washington ដោយពណ៌នាអំពីការបណ្តេញចេញនេះថាជាការធ្លាក់ចុះតិចតួចនៅក្នុងទំនាក់ទំនងទ្វេភាគី
លោករ៉ាសូលសង្ឃឹមថាប្រធានាធិបតីអាហ្វ្រិកខាងត្បូងនឹងស្វែងរកនរណាម្នាក់ដែលមានសមត្ថភាពជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដោយមិនលះបង់តម្លៃរបស់អាហ្វ្រិកខាងត្បូងលោករ៉ាសូលថាបើទោះបីជាមានការប៉ុនប៉ងធ្វើកិច្ចការការទូតធម្មតាក៏ដោយក៏អាហ្វ្រិកខាងត្បូងត្រូវងាកទៅរកអ្វីដែលលោកហៅថាការទូតរបស់អ៊ូប៊ុនទូលោកថាការទូតរបស់អ៊ូប៊ុនទូមិនមែនជាសិល្បៈនៃការនិយាយកុហកសម្រាប់ប្រទេសរបស់អ្នកទេវាជាសិល្បៈនៃការនិយាយការពិតក៏ប៉ុន្តែទន់ភ្លន់ការទូតរបស់អ៊ូប៊ុនទូមិនធ្វើឲ្យម្ចាស់ផ្ទះរបស់អ្នកមានភាពច្របូកច្របល់ទេហើយការទូតរបស់អ៊ូប៊ុនទូក៏មិនបដិសេធនៅអ្វីដែលខុសដែរការទូតរបស់អ៊ូប៊ុនទូគឺជាការចូលរួមដោយបញ្ញាហើយវាជាការបញ្ចុះបញ្ចូលម្ចាស់ផ្ទះរបស់អ្នកអំពីវិធីល្អប្រសើរជាងនេះសូមជម្រាបជូនថាការបណ្ដេញលោក Rachel ត្រូវបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដែលបានពណ៌នាលោកថាជាអ្នកនយោបាយរើសអើងជាតិសាសន៍ដែលស្អប់អាមេរិកនិងប្រធានាធិបតីរបស់ខ្លួនលោក Rachel ត្រូវបានគេផ្ដល់ពេល72ម៉ោងដើម្បីចាកចេញពីសហរដ្ឋអាមេរិកហើយត្រូវបានគេចាត់ទុកថាមិនអាចទទួលយកបានសម្រាប់ការទទួលស្គាល់នៅពេលអនាគតក្នុងនាមជាអ្នកតំណាងនៃប្រទេសអាហ្វ្រិកខាងត្បូងនៅក្នុងទីក្រុង Washington នោះទេលោកអ្នកនាងជាទីគោរពការជម្រាបជូននៅព្រឹត្តិការណ៍ព័ត៌មានសំខាន់ប្រចាំថ្ងៃរបស់វិទ្យុវិយោបានមកដល់ទីបញ្ចប់សូមរងចាំតាមដានការផ្សាយនៅពេលបន្តបន្ទាប់ទៀត